កើតអីហ្នឹងកើតមហារីកដោះការទី3រីកដោះដំណាក់កាលទី3កើតទឹកឆ្នាំព្រះអង្គបានមួយខែបាន4ខែ4ខែធូរធូរច្រើនធូរលើចំណុចអីខ្លះបាត់ឈឺចាប់ហើយនឹងស្រក់ពីមុនធំបិណ្ឌចាត់កាតែនៅសល់បិណ្ឌតែពុកគាត់យ៉ាងចឹងអាធំមកទូចអាទូចមកអាធំមកទូចយ៉ាងហើយកែណាកែខ្លាំងហ្មងណាគ្រូធូរលើចំណុចអីខ្លះចំណុចអត់ឈឺចាប់មុនឈឺចាប់ខ្លាំងអានឹងចំណុចឈឺចាប់ដើមខ្នងហើយមកបាត់ជើងបតាចង់មួយដែរយ៉ាលើធូរអស់ហើយធូរឯជើងអីតាបានស្រួលខ្លះខ្ញុំសួរមុនមកសុំឆ្នាំព្រះអង្គមានទឹកជាបាលពេទ្យទេទៅប៉ុន្តែខ្ញុំអត់ហ៊ានចាក់គីមីអត់ហ៊ានអីទេហើយបានមិនហ៊ានខ្លាចខ្លាំងហ្មងហ្នឹងខ្លាចពេទ្យវិជ្ជាសាស្ត្រគេខ្ញុំជាបាលច្រើននៅពេទ្យនេះកាត់គេអីឃើញគេកាត់ចិត្តខ្លាចប្អូនចឹងហើយមួយខ្ញុំគេកាត់អានឹងសម្រាប់យើងសម្រាប់និស័យរបស់យើងហ្នឹងណាយល់ទេកន្លែងហ្នឹងអត់ជាបាលទេស្រេចលើនិស័យរបស់យើងជ្រើសរើសអីព្រះអង្គជួយទៅតាមហ្នឹងណាកន្លែងហ្នឹងបងស័ក្តិសិទ្ធិណាជឿជាក់ព្រះអង្គខេត្តព្រៃវែងស្រុកគៀមរោកើតអីហ្នឹងតុងគិដោះលោកគ្រូហើយនឹងកូនកដោលាកនឹងកកចាហើយខ្ញុំហូបខាងបានមួយខែ2ថ្ងៃលោកគ្រូឥឡូវធូរច្រើនលោកគ្រូលេងឈឺលេងអីហើយហូបបាយអីសម្រាប់អីទៅឡើងគីឡូទៀតលោកគ្រូយ៉ាងហើយមិញមហារីកអីមិញតុងគិដោះសាច់កាយសាច់ស្លូតទៅពេទ្យហ្នឹងគេថាសាច់យើងអត់សូវល្អគេមិនថាកាយឬមួយយ៉ាងម៉េចគេប្រាប់ថាសាច់អត់សូវល្អទេគេថាអញ្ចឹងណាគេខ្លាចយើងស្លុតចាឲ្យវះខ្ញុំអត់វះទេតើទៅចាប់យកទៅពិនិត្យទៅនោះហើយដល់ឲ្យលោកកូនស្រាវជ្រាវទៅបានដឹងដំណឹងហ្នឹងលោកកូនជូនមកត្មងចាកូនធ្វើលោកហ៎កូនធ្វើលោកបួសនៅវត្តណានៅពងស្ពឺយ៉ាងកណាអាចារ្យដល់ពេលរៀនសូត្រសំឡេងថាគេតាមFacebook អីចឹងមកតែមកថាងញោមអើយអាត្មាឮថានៅលោកគ្រូនៅខាងកោះដាច់លោកឆ្នាំគេទៅហូបបានតែកន្លះខែទេឥឡូវនោះគេធូរច្រើនណាស់អញ្ចឹងអាត្មាជូនញោមទៅជូនមកត្មងមកលោកគ្រូយ៉ាងហ៎ចាឥឡូវនឹងបានធូរសម្រាប់អីស្រួលហូបក៏រៀងបានច្រើនរៀង20ទៀតឡើងគីឡូលោកគ្រូមានអ្នកហូបបានមានអ្នកហូបទៅបានចេះមានណាចាសុបាយចិត្តណាចាសុបាយចិត្តណាលោកគ្រូហើយពេលដឹងខ្លួនថាកើតមហារីកមានភ័យទេភ័យណាខ្ញុំលេងយំរាល់យំមកចាគេថាសាច់អត់ល្អហ្នឹងមកយំរាល់ថ្ងៃគ្មាននេះទេឥឡូវសុបាយឥឡូវសុបាយចិត្តធ្វើបុណ្យធ្វើទាន